ឯកឧត្តមបណ្ឌិតសុកច័ន្ទភក្តីរួមនឹងប្រតិភូអមដំណើរបានអញ្ជើញចូលរួមអមដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់កងទ័ពជួរមុខនៅបញ្ជាការដ្ឋានអង្គរៈទួល95ស្រុកជាំខ្សានខេត្តព្រះវិហារនាថ្ងៃទី24ខែមិថុនាឆ្នាំ2025ឯកឧត្តមបណ្ឌិតសុកច័ន្ទភក្តីរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកសមាគមអ្នកសារព័ត៌មាននៅកម្ពុជានិងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពហៅកាត់ថាសយោសរួមនឹងប្រតិភូអមដំណើរបានអញ្ជើញចូលរួមអមដំណើរឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់កងទ័ពជួរមុខនៅបញ្ជាការដ្ឋានអង្គរៈទួល95ស្រុកជាំខ្សានខេត្តព្រះវិហារមានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថ្លែងនៅការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានលះបង់សពបែបយ៉ាងដើម្បីជាតិមាតុភូមិកម្ពុជាមិនឲ្យជនបរទេសណាមកឈ្លានពានជាដាច់ខាតហើយអ្វីដែលឯកឧត្តមគួរឲ្យកត់សម្គាល់នោះគឺពាក់ព័ន្ធនឹងអ្វីដែលកំពុងតែធ្វើនៅក្នុងក្របខ័ណ្ឌនៃការការពារបូរណភាពទឹកដីរបស់យើងប្រឆាំងទៅនឹងការឈ្លានពានរបស់បរទេសគឺរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជានិងជាអតីតនាយករដ្ឋមន្ត្រីដែលលោកខិតខំដឹកនាំប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាមមកសុខសន្តិភាពតាមរយៈការអនុវត្តនៅនយោបាយឈ្នះឈ្នះដែលបានបញ្ចប់សង្គ្រាមស៊ីវិលនិងរំលាយអង្គការចាត់តាំងនយោបាយយោធាខ្មែរក្រហមឆ្នាំ1998គឺជាអគ្គមគ្គុទ្ទេសកឯកនៅក្នុងការការពារទឹកដីហើយបទពិសោធន៍របស់យើងតាំងពីឆ្នាំ2008មកឆ្នាំ2011នៅលើទឹកដីនេះបងប្អូនបានស្គាល់និងយល់ច្បាស់ពីយុទ្ធសាស្ត្រយុទ្ធវិធីពាក់ព័ន្ធនឹងទេពកោសល្យនិងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចទាំងពីរនៅក្នុងក្របខ័ណ្ឌនៃការការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់បរទេសដោយសារតែការលោភលន់និងប្រើប្រាស់នៅផែនទីគូសដោយឯកតោភាគីនិងមិនមានអន្តរជាតិណាទទួលស្គាល់ពួកគេបានព្យាយាមមករំលោភម្ដងហើយម្ដងទៀតមកលើទឹកដីកម្ពុជារបស់យើងទឹកដីកម្ពុជាដែលចេញពីអាណាចក្រចក្រភពអង្គរនៅសល់ប៉ុណ្ណឹងយើងត្រូវចាំបាច់រួមគ្នាការពារឲ្យបានជាមួយគ្នានេះយើងកំពុងតែធ្វើការទប់ស្កាត់ទៅលើការឈ្លានពានរបស់បរទេសរាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់នៅសមរភូមិ4ក្នុងពេលតែមួយរួមមានទី1សមរភូមិការទូតទី2សមរភូមិច្បាប់ទី3សមរភូមិយោធានិងទី4សមរភូមិព័ត៌មានក្នុងចំណោមសមរភូមិទាំង4មានសមរភូមិព័ត៌មានដែលបានបើកមុខខ្លាំងជាងគេដែលយើងបានបង្ហាញទៅលើឆាកអន្តរជាតិបានដឹងអំពីល្បិចកលរបស់អ្នកឈ្លានពានជាមួយគ្នានោះឯកឧត្តមបានថ្លែងនៅអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានលះបង់នៅសេចក្តីសុខរបស់បងប្អូនការពារទឹកដីប្រឆាំងជាមួយនឹងការឈ្លានពានរបស់ជនបរទេសហើយផ្ដល់សេចក្តីសុខដល់ពួកយើងបើសិនជាមិនមានបងប្អូនកងទ័ពឈរកាន់អាវុធការពារពួកយើងនៅជួរមុខទេនោះពួកយើងក៏មិនអាចដេកលក់ស្រួលធ្វើការងារបាននោះដែរនេះជាទឹកចិត្តមួយដែលពួកយើងមិនអាចបំភ្លេចបានអំណោយដែលត្រូវបានប្រគល់ជូនរួមមានថវិកាចំនួន50លានរៀលទឹកត្រី30យួរទឹកស៊ីអ៊ីវ30យួរដំណាប់លម៉ើចំនួន26កេសភេសជ្ជៈបាកាស100កេសមីជាតិ200កេសអង្ករ2តោនត្រីហើម50គីឡូក្រាមសាច់ក្រក50គីឡូក្រាមសម្លៃអនាម័យសម្រាប់ស្ត្រី900ដុំរួមជាមួយនឹងថ្នាំពេទ្យចម្រុះពោលគឺបានព្យាបាលបានច្រើនមុខរាប់ពាន់ប្រអប់ផងដែរ